ធ្វើការបណ្ដាលួចផឹកទឹកក្នុងឃ្លោកបំពន់ខ្លួនបណ្ដាហើយញ៉ាំគ្រាប់ស្រូវទុំដើម្បីបង្កើនកម្លាំងខ្លួនប្រាណគាត់កាន់តែមាំមួនកម្លាំងក៏កាន់តែខ្លាំងរូបរាងមាំមួនរបស់គាត់ក៏ចាប់ផ្ដើមប្រែប្រួលមិនមែន slot boat ដូចមុនទេក្រសែភ្នែកមើលទៅរឹងមាំនិងជឿជាក់ជាងមុនកន្លងផុតទៅមួយថ្ងៃទៀតចិត្តដល់ពេលថ្ងៃត្រង់ក្នុងភូមិមានស្មុំចាស់ម្នាក់មកដល់គាត់សក់ស្កូវញ៉ៃដូចបាច់ស្មៅមុខពេញដោយស្នាមជ្រួញស្បែកខ្មៅស្រអាប់ស្លៀកអាវចាស់រហែកដែលមានប៉ះមុខប៉ះក្រោយពាក់ស្បែកជើងចម្បាំងធ្លីមេជើងដៃកាន់ឈើច្រកស្ពាយកញ្ចប់ក្រណាត់ចាស់មួយមើលទៅគួរឲ្យអាណិតណាស់គាត់ដើរមកឈប់នៅមុខផ្ទះពូហើយលើកដៃសំពះគ្រួសារពូដែលនៅក្នុងផ្ទះគាត់និយាយទាំងសំឡេងស្អប់ថាគាត់គ្រាន់តែដើរកាត់ទីនេះព្រោះមេឃត្រជាក់ពេកចង់សុំបាយហូបមួយពេលនិងសុំសម្រាកមួយយប់ចាំព្រឹកឡើងនឹងចេញទៅវិញមីងឃើញស្មុំចាស់ភ្លាមក៏ធ្វើមុខខ្ពើមរអើមហើយខ្ទប់ច្រមុះដូចជាឃើញរបស់ស្មោកគ្រោករួចក៏ស្រែកគំហកដាក់គាត់ថាគាត់ជាអ្នកសុំទាននៅខ្វក់គុំមកឈោមុខផ្ទះនាំចង្រៃហើយថាផ្ទះគ្មានបាយសទេឲ្យប្រញាប់ទៅឲ្យឆ្ងាយកុំអីលេងឆ្កែឲ្យខំចំណែកពូក៏ជ្រួញចិញ្ចើមគ្រវីដៃដេញគាត់ឲ្យឆាប់ចេញទៅគុំនៅរំខានពេលពួកគេហូបបាយបងប្អូនជីដូនមួយរឹតតែមើលងាយនាំគ្នាជេរប្រមាថនិងដេញគាត់ឲ្យទៅឲ្យឆ្ងាយតាមដែលអាចធ្វើបានស្មុំចាស់មើលមុខគ្រួសារពូដែលគ្មានចិត្តមេត្តាគាត់ហាក់ដូចជាអស់សង្ឃឹមតែមិនបានតបទៅអ្វីឡើយគ្រាន់តែដើរបែរខ្នងបំរុងនឹងចេញទៅពេលនោះសៀភីងអានក៏ដើរចេញមកគាត់ទើបតែរែកទឹកមកវិញក៏ឃើញទិដ្ឋភាពនឹងគាត់មើលទៅស្មុំចាស់ដែលស្គមកំព្រាម្នាក់នោះហើយក៏នឹកឃើញរឿងរ៉ាវខ្លួនឯងកន្លងមកក៏កាច់ចិត្តអាណិតគាត់ដឹងថាការស្រេកឃ្លាននឹងរងាវាពិបាកយ៉ាងណាហើយក៏ដឹងថាការត្រូវគេមើលងាយវាឈឺចាប់ប៉ុណ្ណាទង្វើគ្រួសារពូធ្វើឲ្យគាត់មិនសប្បាយចិត្តតតែសោះសៀភីងអានប្រញាប់ដើរទៅជិតស្មុំចាស់ញឹមដាក់គាត់ហើយនិយាយតិចថាលោកតាកុំប្រកាន់អីពួកគាត់ចរិតបែបនឹងហើយបើលោកតាមិនខ្ពើមទេមកសម្រាប់ជាមួយខ្ញុំចុះខ្ញុំមានអីហូបខ្លះដែរហើយលោកតាក៏អាចសម្រាប់បានមួយយប់ដែរនិយាយចប់គាត់ក៏នាំស្មុំចាស់ដើរទៅខ្ទមចាស់របស់គាត់ដោយមិនខ្វល់ពីខ្សែភ្នែកចម្លែកនិងសម្រែកជេររបស់មីងឡើយមីងឃើញសៀភីងអានហ៊ាននាំអ្នកសុំទានចូលផ្ទះក៏ខឹងខ្លាំងជេរគាត់ថាជាមនុស្សល្ងងដែលនាំអ្នកសុំទាននៅខ្វក់ចូលផ្ទះហើយថែមទាំងគំរាមដេញទាំងពីរអ្នកចេញទៀតតែសៀភីងអានធ្វើមិនដឹងមិននឿហើយគ្រាស្មុំចាស់ចូលក្នុងបន្ទប់គាត់ទោះបីខែក៏ខាក់តែរៀបចំបានស្អាតបាត់ណាស់គាត់យកកៅអីចាស់មួយមកឲ្យស្មុំចាស់អង្គុយរួចចាក់ទឹកក្នុងឃ្លោកមួយចានហុចឲ្យគាត់ហើយប្រាប់ថាលោកតាផឹកទឹកកក់ក្ដៅសិនទៅចាំខ្ញុំទៅរកអីឲ្យហូបស្មុំចាស់ទទួលចានទឹកមកផឹកមួយក្អឹកស្រាប់តែភ្នែកគាត់ភ្លឺភ្លេកឡើងមួយរំពេចគាត់សម្លឹងមើលសៀភីងអានដោយខ្សែភ្នែកមុតថ្លាមិនល្អកដូចមុនឡើយតែគាត់មិនបាននិយាយអ្វីច្រើនទេគ្រាន់តែមកក្បាលហើយអរគុណសៀភីងអានដើរចេញទៅលួចយកគ្រាប់ស្រូវដែលលាក់ទុកមកដាំបបរលីជាមួយបន្លែព្រៃរួចយកមកជូនស្មុំចាស់ពេលគាត់ហូបបបរមួយម៉ាត់និងគ្រាប់ស្រូវប៉ុន្មានគ្រាប់ភ្នែកគាត់រឹតតែភ្លឺខ្លាំងគាត់ដាក់ចានចុះហើយសម្លឹងមើលសៀភីងអានរួចនិយាយថាយុវជនទឹកនឹងស្រូវរបស់ឯងនេះមិនធម្មតាទេសៀភីងអានឬហើយភ័យព្រឺតមិននឹកស្មានថាគាត់មើលដឹងសោះគាត់រីរែកបន្តិចរួចក៏ងក់ក្បាលប្រាប់តាមត្រង់ថាលោកតាតាមពិតទឹកនេះគឺចាក់ចេញពីឃ្លោកពណ៌លឿងមួយហើយស្រូវនេះក៏ដាំដោយប្រើទឹកក្នុងឃ្លោកនឹងដែរឃ្លោកនេះខ្ញុំរើសបានដោយចៃដន្យមើលទៅដូចជាមានឫទ្ធិអំណាចអស្ចារ្យស្មុំចាស់ញឹមហើយងក់ក្បាលថាពិតមែនហើយឯងសំណាងល្អណាស់ដែលរើសបានរបស់ទឹកបន្ទាប់មកគាត់ក៏ប្រាប់ការពិតដល់សៀភីងអានថាគាត់មិនមែនជាស្មុំធម្មតាទេតែជាអ្នកបួសនៃលីងយាដែលមាននាមថាសៀនជាងការចុះពីលើភ្នំលើកនេះគឺដើម្បីវឹកហាត់និងស្វែងយល់ពីជីវិតមនុស្សលោកទើបក្លែងខ្លួនជាស្មុំគាត់ប្រាប់ថាឃ្លោកលឿងដែលសៀភីងអានរើសបានគឺជាវត្ថុស័ក្តិសិទ្ធិហៅថាឃ្លោកជូលីងទឹកក្នុងឃ្លោកមិនមែនជាទឹកធម្មតាទេតែជាទឹកទិព្វដែលកើតពីការស្រូបយកធាតុអាកាសទឹកទិព្វនេះមានថាមពលខ្លាំងមិនត្រឹមតែជួយបំពេញរាងកាយនិងព្យាបាលរបួសប៉ុណ្ណោះទេថែមទាំងជួយពង្រឹងកម្លាំងធាតុសម្រាប់វឹកហាត់ទៀតផងចំណែកដំណាំដែលស្រោចដោយទឹកនេះនឹងស្រូបយកថាមពលពីធម្មជាតិហើយក្លាយជាឱសថទិព្វដែលមានថាមពលខ្លាំងបើបានហូបនឹងជួយបង្កើនកម្លាំងធាតុនិងកម្លាំងកាយស្រូវដែលសៀភីងអានហូបគឺជាឱសថទិព្វកម្រិតដំបូងលោកម្ចាស់សៀនឈីងប្រាប់ទៀតថាឃ្លោកនេះបានទទួលស្គាល់សៀភីងអានជាម្ចាស់ហើយនេះជាព្រេងវាសនាព្រោះឃ្លោកនេះរើសតែម្ចាស់ណាដែលមានចិត្តបុណ្យនិងមានសំណាងខ្ពស់ទើបវាព្រមទទួលអ្នកផ្សេងទោះបីដណ្ដើមបានក៏មិនអាចប្រើការបានបន្តិចណាឡើយហេតុនេះគាត់មិនដែលគិតចង់បានវាទេព្រោះឃ្លោកនេះជារបស់ឯងសម្រាប់ឆៃភេងៀនពេលឮលោកគ្រូឈួនធីងនិយាយភេងៀនភាំងតែម្ដងគាត់នឹកមិនដល់សោះថារបស់ដែលគាត់រើសបានដោយចៃដន្យឃ្លោកពណ៌លឿងធម្មតាសោះបែរជារបស់ទិព្វដ៏អស្ចារ្យហើយមានប្រវត្តិមិនធម្មតាទៀតគាត់ទាំងភ័យទាំងអរហើយក៏ដឹងគុណលោកគ្រូឈួនធីងខ្លាំងណាស់ដែលបានប្រាប់រឿងទាំងអស់នេះលោកគ្រូឈួនធីងមើលទៅភេងៀនហើយសាយក្មួយប្រុសឯងមានដួងព្រលឹងល្អណាស់ចិត្តក៏ល្អហើយមានឃ្លោកទិព្វជួយទៀតពិតជាស័ក្តិសមនឹងរៀនធំមែងមិនដឹងថាឯងព្រមតាមគ្រូឡើងភ្នំទៅរៀនសូត្រធ្វើជាអ្នកសេវដែរទេភេងៀនរហើយរំភើបចិត្តណាស់ភ្លើខ្លាយជាអ្នកសេវជាអ្វីដែលគាត់មិនហ៊ានសំបីតែយកសັບប៉ុន្មានឆ្នាំនេះនៅផ្ទះអ៊ំគាត់រងទុក្ខវេទនាខ្លាំងណាស់រស់នៅពិបាកជាងសត្វទៅទៀតគាត់ចង់ចាក់ចេញពីទីនេះយូរហើយតែគ្មានឱកាសសោះឥឡូវមានឱកាសល្អនៅចំពោះមុខគាត់អាចចេញពីផ្ទះអ៊ំទៅរៀនសេវហើយមានកម្លាំងខ្លាំងពូកែដើម្បីការពារខ្លួនឯងនិងប្អូនស្រីជីដូនមួយមិននឹងអាចមិនព្រមទៅភេងៀនក៏លុតជង្គង់ចុះចំពោះមុខលោកគ្រូឈ្វៃធីងយ៉ាងគោរពហើយសំពះក្បាលដល់ដេបីដងកូនសិស្សឆែភេងៀនស្ម័គ្រចិត្តតាមលោកគ្រូទៅរៀន
សូមលោកគ្រូទទួលខ្ញុំធ្វើជាសិស្សផងលោកគ្រូឆ្វេងឃើញបែបនេះក៏សាច់ខ្លាំងហើយប្រញាប់ព្រាបភេងឲ្យក្រោកឈររួចនិយាយថាចាប់ពីថ្ងៃនេះទៅភេងជាកូនសិស្សបាក់លេងយូររបស់គ្រូហើយគ្រូនឹងបង្រៀនឯងឲ្យអស់ពីសមត្ថភាពពេលនោះឯងប្អូនស្រីជីដូនមួយលួចដើរមកក្បែរមាត់ទ្វារនាងងើថាភេងនាំអ្នកសុំទានចាស់ម្នាក់មកផ្ទះក៏បារម្ភពេកទើបលួចមកមើលក៏ល្មមមើលសម្ដីរបស់ភេងនិងលោកគ្រូឆ្វេងនាងឈរនៅមាត់ទ្វារបើកភ្នែកធំសម្លឹងមើលលោកគ្រូឆ្វេងផងមើលភេងផងទាំងងឿងឆ្ងល់ភ្នែកលោកគ្រូឆ្វេងក៏ក្រឡេកឃើញនាងទឹកមុខដែលកំពុងញឹមក៏ប្រែជាមើងមាត់ភ្លាមគាត់ក្រោកឈរដើរទៅរកនាងរួចពិនិត្យមើលយ៉ាងច្បាស់ហើយចាប់ជីបចរនៅក៏ដៃនាងបន្តិចក្រោយមកមុខលោកគ្រូឆ្វេងបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចរអ៊ូម្នាក់ឯងថាធាតុទឹកភ្លោះកម្រិតខ្ពស់មិននឹកស្មានថាជាធាតុទឹកកម្រិតខ្ពស់ដែលពាន់ឆ្នាំមានម្ដងសោះពិតជាមេឃជួយបាក់លេងញៀវយើងមែនមេឃជួយបាក់យើងហើយសម្លេងលោកគ្រូឆ្វេងពេញដោយភាពរំភើបគាត់រស់នៅរាប់រយឆ្នាំធ្លាប់ជួបអ្នកសិលរាប់មិនអស់តែមិនដែលឃើញអ្នកមានធាតុទឹកល្អឥតខ្ចោះបែបនេះទេធាតុបែបនេះខុសពីធាតុភ្លោះធម្មតារៀនសូត្រលឿនដូចហោះគឺជារឿងកំមបំផុតក្នុងលោកបើបណ្ដុះបណ្ដាលឲ្យល្អអនាគតនឹងខ្លាំងក្លាបំផុតគាត់មើលទៅប្អូនស្រីរួចសួរឈ្មោះនាងឆ្លើយទាំងខ្លាចរួចក្រវីក្បាលថាខ្លួនគ្មានឈ្មោះទេមនុស្សក្នុងផ្ទះហៅតែអាញីភេងរហើយខ្លោចចិត្តណាស់ប្អូនស្រីអាយុ7ឆ្នាំហើយតែសំបីឈ្មោះពិតក៏គ្មានដែរគ្រូសាអ៊ំមិនដែរខ្វល់ពីនាងសោះលោកគ្រូឆ្វេងអង្អែលក្បាលនាងបើអញ្ចឹងគ្រូនឹងដាក់ឈ្មោះឲ្យឯងចុះឯងមានធាតុទឹកពីកំណើតមាននិស្ស័យនឹងសេលហើយកើតក្នុងរដូវរងាចំពេលសំណាបកំពុងលូតលាស់អញ្ចឹងឈ្មោះឆែលេងទៅលេងគឺវិញ្ញាណគឺសំណាបស្រូវសង្ឃឹមថាឯងនឹងលូតលាស់ដូចសំណាបក្រោមការថែទាំពីធម្មជាតិហើយខ្លាចជាអ្នកសេលដ៏ពូកែម្នាក់ប្អូនស្រីថាមានឈ្មោះហើយជាឈ្មោះពីរោះបែបនេះទៀតភ្នែកនាងក៏ភ្លឺថ្លាភ្លាមនាងមើលទៅលោកគ្រូផងមើលភេងផងរួចហៅតិចថាលេងឆែលេងនាងចូលចិត្តឈ្មោះនេះខ្លាំងណាស់នាងអន់គោរពលោកគ្រូឆ្វេងរួចនិយាយយ៉ាងផ្អែមថាអរគុណលោកតាគ្រូលោកគ្រូឆ្វេងសាច់ខ្លាំងមិនបាច់អរគុណទេចាប់ពីពេលនេះទៅឯងនឹងភេងតាមគ្រូឡើងភ្នំទៅរៀនសេលគ្រូនឹងបង្រៀនអ្នកទាំងពីរទៅថ្ងៃមុខបងប្អូនឯងទាំងពីរនឹងក្លាយជាអ្នកខ្លាំងក្នុងលោកភេងឬលោកគ្រូដាក់ឈ្មោះឲ្យប្អូនស្រីហើយព្រមទទួលនាងជាសិស្សទៀតក៏ត្រេកអរណាស់ទីបំផុតគាត់អាចនាំប្អូនចេញពីផ្ទះដែលគួរឲ្យថប់ដង្ហើមនេះទៅជាមួយគ្នារៀនធ្វើសិលមិនបាច់ឲ្យគ្រូសាអ៊ំធ្វើបាបទៀតទេប៉ុន្មានថ្ងៃបន្ទាប់មកភេងនៅតែធ្វើការឲ្យអ៊ំដដែលតែចិត្តគាត់ប្រែប្រួលហើយមិនដូចមុនទេគ្រូសាអ៊ំនៅតែឌឺដងធ្វើបាបគាត់ចំណែកកូនប្រុសអ៊ំវិញនៅតែខឹងរឿងដែលភេងហ៊ានទៅមាត់ការពីលើកមុនក៏ចាំតែរកឱកាសវាប្រដៅភេងឲ្យស្គាល់តែម្ដងប៉ុន្មានថ្ងៃនេះភេងប្រើទឹកទិព្វក្នុងឃ្លោកដើម្បីហាត់រៀនហើយក៏បានញ៉ាំបាយដែលដាំដោយទឹកទិព្វច្រើនដែរទើបកម្លាំងកើនឡើងយ៉ាងលឿនហើយក៏មានកម្លាំងខ្លាំងជាងមុនឆ្ងាយណាស់មិនមែនជាក្មេងដែលគេចេះតែធ្វើបាបបានទៀតទេទីបំផុតរឿងក៏កើតឡើងថ្ងៃមួយពេលភេងរែកទឹកត្រឡប់មកវិញទើបតែចូលដល់ក្នុងរបងផ្ទះកូនប្រុសអ៊ំក៏មកឈរទាំងមុខទាំងទឹកមុខមើលងាយរួចនិយាយថាអាភេងឯងសង្ហាខ្លាំងណាស់មែនទេស្មានថាខ្លួនឯងខ្លាំងហ៊ានទៅមាត់ជាមួយមនុស្សក្នុងផ្ទះហើយថែមទាំងហ៊ាននាំអាអ្នកសុំទីនោះខ្វាក់មកផ្ទះទៀតថ្ងៃនេះអញនឹងប្រដៅឲ្យស្គាល់ថាអ្នកណាជាធំក្នុងផ្ទះនេះនិយាយចប់កូនប្រុសអ៊ំក៏ដើរមួយដៃសម្ដៅទៅទ្រូងភេងយ៉ាងខ្លាំងបើជាភេងកាលពីមុនវិញច្បាស់ជាកិច្ចមិនផុតហើយត្រូវរងរបួសមិនខានតែពេលនេះជាភេងមិនដូចមុនទៀតទេគេមើលទៅបងជីដូនមួយដែលកំពុងដើរមកទាំងកែវភ្នែកស្ងប់ស្ងាត់មិនកិច្ចមិនវៀងចាំដល់ពេលកណ្ដាប់ដៃចិត្តដល់ដើមទ្រូងទើបគេចាប់ផ្ដើមយឺតលើកដៃដើរតបវិញឬសូតែផាំងកណ្ដាប់ដៃទាំងពីរទង្គិចគ្នាកម្លាំងដ៏ខ្លាំងចេញពីដៃឆៃភេងធ្វើឲ្យថេងឆាវមានអារម្មណ៍ថាកណ្ដាប់ដៃខ្លួនឯងដូចជាដើរជំថ្មរឹងឆ្អឹងហាក់ដូចជាចង់បែកខ្ទេចការជិះចាប់ខ្លាំងរាវដាពេញខ្លួនគេក៏ហោះទៅក្រោយដូចខ្លែងដាច់ខ្សែបោកនឹងជញ្ជាំងរបងយ៉ាងខ្លាំងរហូតជាប់ក្នុងជញ្ជាំងកម្រើកមិនរួចស្រែកធ្ងោដោយការជិះចាប់ទិដ្ឋភាពនេះធ្វើឲ្យអ្នកគ្រប់គ្នាក្នុងរបងស្រឡាំងកាំងអ៊ំប្រុសនិងអ៊ំស្រីបើកភ្នែកធំហាមាត់ធ្លុងមិនចង់ជឿនឹងភ្នែកប្អូនជីដូនមួយរឹតតែខ្លាចរត់ទៅពួនក្រោយក្នុងអ៊ំស្រីញ័រត្រើកមិនហ៊ានទាំងដកដង្ហើមខ្លាំងពួកគេនឹកស្មានមិនដល់ថាម្នាក់ដែលធ្លាប់តែត្រូវបងជីដូនមួយធ្វើបាបតាមចិត្តដូចជាឆៃភេងបែកជាខ្លាំងដល់ថ្នាក់នេះដើរមួយដៃធ្វើឲ្យបងជីដូនមួយជាប់នឹងជញ្ជាំងវាពិតជាមិនគួរឲ្យជឿសោះបងជីដូនមួយរៀនក្បាច់គុណនៅសាលាខេត្តច្រើនឆ្នាំដៃធ្ងន់អាចដើរគោស្លាប់បានក្នុងភូមិក៏ល្បីថាមានកម្លាំងខ្លាំងដែរតែពេលនេះបែរជាត្រូវឆៃភេងដើរឡើងទ្រោមបែបនេះការផ្លាស់ប្ដូររបស់គេពិតជាធំធេងណាស់ធំរហូតដល់ពួកគេពិបាកនឹងទទួលយកអ៊ំស្រីដឹងខ្លួនវិញក៏ស្រែករត់ទៅក្បែរជញ្ជាំងចង់ទាញថេងឆាវចេញតែគេជាប់ក្នុងជញ្ជាំងណែនកម្រើកខ្លួនមិនរួចតតែសោះបានត្រឹមតែស្រែកធ្ងោផ្លូវក្បាច់គុណរបស់គេត្រូវចប់ដោយសារតែមួយដៃនេះពីថ្ងៃនេះទៅកុំថាឡើយដើរគោស្លាប់សំបីតែធ្វើស្រែចម្ការធម្មតាក៏ប្រហែលជាធ្វើមិនកើតដែរអ៊ំប្រុសមើលទិដ្ឋភាពនៅចំពោះមុខស្លេកស្លាំងគេដឹងថាឆៃភេងមិនមែនជាអ្នកដែលពួកគេអាចគ្រប់គ្រងបានទៀតទេក្មេងដែលពួកគេធ្លាប់ធ្វើបាបជាង10ឆ្នាំម្នាក់នេះបានធំដឹងក្តីពិតប្រាកដហើយនឹងមានកម្លាំងដែលពួកគេមិនអាចតាំងបានអ៊ំស្រីមើលបងជីដូនមួយដែលរងរបួសធ្ងន់ហើយក៏មើលទៅឆៃភេងដែលមានទឹកមុខស្ងប់ស្ងាត់ក្នុងចិត្តពេញដោយភាពភ័យខ្លាចនិងស្ដាយក្រោយគាត់ស្ដាយក្រោយដែលមិនគួរធ្វើបាបឆៃភេងបែបនឹងសោះស្ដាយក្រោយដែលមិនគួររឹបអូសទ្រព្យសម្បត្តិឪពុកម្ដាយគេតែពេលនេះនិយាយអ្វីក៏ហួសពេលដែរក្តីសង្ឃឹមរបស់គ្រួសារអ៊ំប្រុសពីមុនគឺផ្ញើលើ
ថេងសែអុងចង់ឲ្យគេរៀនក្បាច់គុណឲ្យពូកែដើម្បីលើកមុខមាត់គ្រួសារតែឥឡូវនេះផ្លូវក្បាច់គុណរបស់ថេងសែអុងត្រូវកាត់ផ្តាច់ក្តីសង្ឃឹមរបស់ពួកគេក៏រលាយអស់ដែរគ្មានជំរើសមានតែផ្ញើក្តីសង្ឃឹមទាំងអស់លើកូនប្រុសពៅឲ្យខំរៀនសូត្រដើម្បីប្រឡងធ្វើមន្ត្រីនៅថ្ងៃមុខ